អូខេសួស្តីបងអូនឥឡូវយើងតមកភាគទី11ដែលដូចបានបងបានសន្យាអញ្ចឹងភាគហ្នឹងយើងនឹងសិក្សាលម្អិតអំពីលំដាប់នៃប្រមាណវិធីមានន័យថាអនឯងមើលចប់វីដេអូហ្នឹងអនឯងនឹងអាចមានលទ្ធភាពនៅក្នុងការមានសមត្ថភាពក្នុងការដោះស្រាយលំហាត់តាមលំដាប់នៃប្រមាណវិធីបានន័យថាគេដាក់កន្សោមឲ្យអនឯងមួយមកជួរមកអញ្ចឹងគឺអនឯងអាចកណនាបានហ្មងគឺកណនាបានហើយត្រូវទៀតអញ្ចឹងបងរំលឹកថាថ្មីពីបល័យចាស់យើងបានរៀនបើសិនជាកន្សោមមួយមានតែប្រមាណវិធីបោកដកអញ្ចឹងយើងត្រូវម៉េចគឺយើងធ្វើបោកដកហ្នឹងពីឆ្វេងទៅស្ដាំយកហ្មងចុះបើប្រមាណវិធីមានបោកដកហើយគុណចែកទៀតយើងត្រូវធ្វើម៉េចឆ្លើយមើលគឺយើងត្រូវធ្វើប្រមាណវិធីគុណចែកសិនហើយសល់បោកដកបានយើងធ្វើបោកដកពីឆ្វេងមកស្ដាំតាមក្រោយចុះប្រមាណវិធីមានបោកដកហើយមានគុណចែកហើយមានវងកញ្ចក់ទៀតអញ្ចឹងយើងត្រូវធ្វើម៉េចហ្នឹងហើយគឺយើងត្រូវធ្វើប្រមាណវិធីក្នុងវងកញ្ចក់សិនអាក្រៅវងកញ្ចក់គុណចែកបោកដកយើងកុំខ្វល់យើងធ្វើក្នុងវងកញ្ចក់សិនបន្ទាប់មកសល់គុណចែកបោកដកយើងធ្វើគុណចែកមុនបន្ទាប់មកសល់តែបោកដកសុទ្ធគឺយើងធ្វើពីឆ្វេងទៅស្ដាំអញ្ចឹងក្នុងករណីនេះគឺគេលាយច្បល់បញ្ចូលគ្នារវាងកន្សោមដែលមានបោកដកផងគុណចែកផងវងកញ្ចក់ហើយឃ្នៀបទៀតឃ្នៀបឬក៏ដង្កៀបវាមានន័យថាតែមួយឯងវាពាក្យកម្លាយអូខេអញ្ចឹងកុំវៃឆ្ងាយយើងត្រូវធ្វើមិនបល័យគឺគេនិយាយថាកាលណាកន្សោមមួយដែលមានឃ្នៀបផងវងកញ្ចក់ផងអញ្ចឹងយើងត្រូវកណនាលេខក្នុងវងកញ្ចក់មុនក្នុងវងកញ្ចក់មុនយល់ទេក្នុងវងកញ្ចក់មុនមិនថាវងកញ្ចក់ហ្នឹងនៅក្នុងឬមិននៅក្នុងឃ្នៀបទេបើន័យថាវងកញ្ចក់ខ្លះនៅក្នុងឃ្នៀបនេះតែវងកញ្ចក់នេះគឺវងកញ្ចក់ហ្នឹងហើយវងកញ្ចក់ហ្នឹងវាមិនគឺនៅខាងក្នុងឃ្នៀបអញ្ចឹងយើងកណនាវាមុននៅក្រៅឃ្នៀបក៏កណនាមុនដែរចាំលំហាត់បន្តបងឧទាហរណ៍វងកញ្ចក់ដែលនៅក្រៅឃ្នៀបបន្ទាប់មកបានយើងកណនាលេខក្នុងឃ្នៀបតាមក្រោយអូខេអញ្ចឹងអានេះជាបល័យអញ្ចឹងឯងត្រូវកត់ហើយឯងដូចបល័យទាំងអស់ហ្នឹងឯងត្រូវកត់ទាំងអស់ដាក់ពណ៌វាឲ្យស្អាតអូនឯងត្រូវមើលឲ្យចាំហើយមើលឲ្យអ្នកតិចណាអូខេឥឡូវយើងមើលមកកសោមយើងវិញយើងឃើញកសោមយើងមានឃ្នៀបហើយមានវងកញ្ចក់ទៀតលក្ខណៈពិសេសគឺវងកញ្ចក់នៅក្នុងឃ្នៀបអូនឯងឃើញទេអញ្ចឹងបល័យថាម៉េចគឺយើងត្រូវកណនាលេខក្នុងវងកញ្ចក់មុនបន្ទាប់មកបានកណនានៅក្នុងឃ្នៀបតាមក្រោយអញ្ចឹងយើងធ្វើឲ្យវងកញ្ចក់តាមគេប្រាប់អត់ចេះខុសទេអូខេអញ្ចឹងឃ្នៀបយើងសរសេរឡើងវិញដែរណាអូខេអញ្ចឹងវងកញ្ចក់គឺយើងឃើញថាលក្ខណៈលេខបូកដកសុទ្ធទេអញ្ចឹងបល័យថាម៉េចបើសិនជាប្រមាណវិធីតែមានតែបូកដកគឺយើងធ្វើបូកដកពីឆ្វេងទៅស្ដាំអូខេអញ្ចឹង7បូក2ហ្មង9ដក3សល់6 6បូក4 10 10ដក50អានេះមកវាស្មុគស្មាញហ្នឹងកត់មកសិន10 50អូខេបូក7គុណ2អាហ្នឹងយើងបល័យគេថាម៉េចគេថាឲ្យធ្វើតែក្នុងវងកញ្ចក់ទេអាក្រៅគឺយើងមិនខ្វល់គឺយើងដាក់វាមកដដែលដកតបមកវងកញ្ចក់លេខនេះវាស្មុគស្មាញអញ្ចឹងអនឯងឃើញថាលក្ខណៈក្នុងកសោនេះគឺវាមានបូកដកហើយវាមានគុណហើយវាមានបូកដកវាមានបូកទៀតទេអញ្ចឹងយើងធ្វើតែអាគុណមកអាគុណគឺជួយពីឆ្វេងទៅស្ដាំ2 3ហ្មង6 4ដង24បូក2អញ្ចឹងគឺយើងសល់ដល់វងកញ្ចក់គឺយើងសល់ទាំងឃ្នៀបមកវិញតែគាត់ថាវងកញ្ចក់ឬឃ្នៀបនេះគឺលក្ខណៈស្រួលមើលជាងមុនអូខេអញ្ចឹងយើងកណនាលេខក្នុងវងកញ្ចក់អញ្ចឹងឃ្នៀបយើងសរសេរឡើងវិញដែរដល់អស់វងកញ្ចក់បានយើងសរសេរបង្កើតបានឃ្នៀបគេអញ្ចឹង10ដក50អូនឯងមានលុយ1000ហើយគេមកខ្ចីអូនឯង5000អូនឯងបានលុយមកពីណាខ្ចីគេអូនឯងប្រកាសទៅខ្ចីគេតហើយត្រូវទេហ្នឹងហើយអញ្ចឹងខ្ចីគេតហ្នឹងអូនឯងខ្ចីពីគេហ្មងគឺ4000អញ្ចឹងដក40អូនឯងយកមកនិយាយចឹងសាថ្មីអូនឯងគិតបាច់ខ្ចីក៏បាននឹងថៃក៏បាច់ស្រីអូនឯងមានលុយតែ1000ទេហើយគេមកខ្ចីអូនឯង5000អញ្ចឹងឯងត្រូវធ្វើម៉េចដើម្បីគេបានខ្ចីដល់អូនឯងទៅខ្ចីពីណាគេតម្នាក់ទៀតអូនឯងខ្ចីគេនោះខ្ចីចំនួនប៉ុន្មានគឺ4000យល់ទេឬក៏40ចឹងយើងអាចគិតមកថាបើសិនជាលេខទូចដកលេខធំអត់កើតទេកើតប៉ុន្តែត្រូវតែចម្ពាក់យល់ទេចម្ពាក់ហ្មងយើងអាចយក50ដក10ទៅណាគឺឃើញលេខហ្នឹងហើយប៉ុន្តែត្រូវដាក់លេខដកអីគេអាហ្នឹងត្រូវយល់អញ្ចឹងណាហើយ7គុណ2យើងទៅសេឡើងវិញដែរ7គុណ2 4ហេតុអីព្រោះយើងកំពុងតែកណនាក្នុងវងកញ្ចក់សិនអូខេអញ្ចឹងដាក់ដកមកវិញដែរ24បូក2ហ្មង26 easy
ហើយអាគ្នាពេលនេះយើងចង់ទៅសេវាជាវងកញ្ចក់ហ្មងក៏បានដែរប៉ុន្តែកុំឲ្យញ៉ៃយើងធ្វើតាមគេមកបន្ទាប់មកគេថាបើកណនីអាវងកញ្ចក់នៅក្នុងឃ្លៀបនឹងអស់ហើយទៅមិនបន្ទាប់មកកណនីលេខក្នុងឃ្លៀបតាមក្រៅអានេះលេខនៅក្នុងឃ្លៀបឃើញទេប៉ុន្តែលេខក្នុងឃ្លៀបនឹងជាកន្សោមថ្មីមួយដែលមានដកផងបូកផងគុណផងដកផងអញ្ចឹងប្រហែលទីថាមិនបើកន្សោមមួយមានបូកដកផងគុណចែកផងគេថាធ្វើមិនគេធ្វើឲ្យលេខគុណមុនសល់ហ្មងគឺយើងទុកតាមក្រៅឃើញទេដក40 7គុណ2ហ្មង14ដកសរសេរឡើងវិញតែ26គេចឹងដក40បូក14អនឡាញចម្ពាក់គេ40000រៀលចម្ពាក់គេ40000រៀលអនឡាញមានលុយនៅក្នុងខ្លួនហ្មង14000សួរតែអនឡាញសល់មែនស្ដាប់បងថ្មីអនឡាញចម្ពាក់គេ40000រៀល40អនឡាញមានលុយ14000អញ្ចឹងអនឡាញនៅសល់ចម្ពាក់គេប៉ុន្មានទៀតគឺចម្ពាក់គេ26ទៀតហើយដក26យល់ទេអនឡាញចម្ពាក់គេច្រើនជាងអាលុយអនឡាញមានអញ្ចឹងអនឡាញត្រូវនៅចម្ពាក់គេដដែលយល់ទេអាហ្នឹងខ្ញុំបងបង្កើតបល័យដើម្បីកណនីអាលេខបូកដកតាមរយអានេះអនឡាញចម្ពាក់គេ26000អនឡាញចម្ពាក់គេ26000ទៀតឡើងណាគឺឡើងចម្ពាក់គេ52000គឺចម្លើយគឺដក52យល់ទេអញ្ចឹងបើសិនជាអនឯងបងសង្ឃឹមថាអនឯងយល់តែបើអត់យល់ទេអនឯងខាទៅវីដេអូហ្នឹងដល់កន្លែងនេះបងកណនីឲ្យបញ្យល់អាការកណនីលេខហ្នឹងមួយមើលឲ្យមើលយល់ខាថយក្រោយមើលសាថ្មីទៀតមើលដល់តែយល់ហើយបើអត់យល់ទេឆាតមកសួរបងវិញណាអូខេចឹងនេះគឺលក្ខណៈពិសេសរវាងលំហាត់ដែលមានគ្នាផងវងកញ្ចក់ផងអញ្ចឹងបងនឹងឧទាហរណ៍លំហាត់ថ្មីដែលអានេះវងកញ្ចក់នៅក្នុងគ្នាឥឡូវវងកញ្ចក់នៅក្រៅគ្នាម្ដងហ្នឹងក៏ឥឡូវខដែលវងកញ្ចក់នៅក្រៅគ្នាកន្សោមនេះគឺយើងឃើញថាមិនគឺយើងឃើញមានវងកញ្ចក់មួយដែលនៅក្រៅគ្នានេះគ្នាហើយមានវងកញ្ចក់ដែលនៅក្នុងគ្នាហើយឃើញមានលេខនៅក្រៅគ្នានៅក្នុងគ្នាទៀតអញ្ចឹងបល័យគេថាមិនកាលណាចឹងមិនថាបល័យហ្នឹងគឺសំខាន់បំផុតបល័យអនឯងត្រូវតែចាំបល័យហ្នឹងបើអនឯងអត់ចាំបល័យហ្នឹងទេអនឯងអត់ដឹងថាគេកណនីមិនគេយកអាណាធ្វើអាណាទេអញ្ចឹងអនឯងប្រកាសធ្វើខុសអនឯងធ្វើចេញចម្លើយដែរតែធ្វើខុសអញ្ចឹងបល័យហ្នឹងគឺជារបៀបដែលឯងត្រូវតែគោរពតាមយល់ទេជាច្បាប់នៅក្នុងការកណនីដែលឯងត្រូវតែគោរពតាមអញ្ចឹងដាច់ខាតឯងត្រូវតែចាំហើយគោរពតាមវាអញ្ចឹងឯងឃើញកន្សោមមួយដែលមានលក្ខណៈវងកញ្ចក់ផងគ្នាផងអញ្ចឹងបល័យថាមិនកាលណាកន្សោមមួយមានគ្នាផងវងកញ្ចក់ផងយើងត្រូវកណនីលេខក្នុងវងកញ្ចក់មុនវងកញ្ចក់មុនមិនថាវងកញ្ចក់ហ្នឹងនៅក្នុងឬក៏មិននៅទេអានេះនៅក្នុងយើងត្រូវធ្វើមុនហើយអាមិននៅក៏យើងត្រូវធ្វើមុនដែរឲ្យតែនៅក្នុងឃ្លៀបវងកញ្ចក់នៅក្រៅឃ្លៀបក៏យើងធ្វើដែរឲ្យតែវងកញ្ចក់មិនថានៅឬក៏មិននៅទេអានេះនៅក្នុងឃ្លៀបអានេះមិននៅក្នុងឃ្លៀបអស់ហើយបានយើងកណនីលេខក្នុងឃ្លៀបតាមក្រោយណាបងព្យាយាមrepeat ម្ដងហើយម្ដងទៀតខាងឡើងវិញម្ដងហើយម្ដងទៀតព្រោះថាដល់ឯងតប៉ែហ្នឹងឯងធ្វើកើតអត់ទេអញ្ចឹងយើងធ្វើតាមបល័យវាមកបល័យគេថាធ្វើអាក្រៅឲ្យតែវងកញ្ចក់មិនថាក្នុងឬក៏ក្រៅទេត្រូវធ្វើមុនអញ្ចឹងអានេះក្រៅគឺយើងធ្វើដែរប៉ុន្តែអនឡាញកលេសមើលឃើញមកក្នុងវងកញ្ចក់ខាងក្រៅគ្នាហ្នឹងមានគុណផងដកផងអញ្ចឹងយើងត្រូវធ្វើអាណាមុនហ្នឹងហើយគឺយើងធ្វើគុណមុនអញ្ចឹង7គុណនឹង2 14ដក3ដោយសារយើងអត់អស់អញ្ចឹងយើងដាក់វងកញ្ចក់មកដដែលបូកគ្នាដដែលមកយើងកុំខ្វល់វងកញ្ចក់នៅក្នុងគ្នាយើងធ្វើមុនណាហ្នឹងហើយគឺយើងធ្វើមុនអញ្ចឹង5គុណ2ហ្មង10ដក8ដក2ហ្មង8ដក2គឺ6សល់6បូកអានេះដេកបូកដកក្រៅយើងធ្វើមុនណាអត់មានធ្វើទេបល័យគេថាធ្វើតែក្នុងវងកញ្ចក់មុនទេអញ្ចឹង3បូក2 3បូក2អូខេតាមមកគេយើងធ្វើអាវងកញ្ចក់សិន14ដក3ហ្មង11បូក
lấy nóng nhiệt nhiệt như anh bằng lại như vông của trọ của ba này cho nên đặt sao mấy nó đọ muối bố mấy bố tùy cam thơ mà chua tiệm cái trái như thời thơ và rột tan và lấy cái trong đặt muối xe đang vần bột những chạm nhà lấy nó vì sao vậy bột đỏ ấy rồi nhé trong bột đỏ những hạt thơ ra thì chúng tôi sẽ làm mà đọ của muối mà buồn bột bay còn bờ bột tí prám buồn chẳng chẳng nói đặt muối buồn mà phải cột anh vô lấy bông sẽ không nào anh vô là ca cạn nía trong video ca cạn nía là việc nắng á dân mà sao nhà vô tế ở này ai kha video thôi khỏi tơ p đo cái lại này bông phải vô tầng pi lồng hạt tầng co kho nắng á hay mười mưa vô là hay cắt đã rồi hơi cắt mà chop vô nó cắt pi chop đấy dân bông nâng ở Nippon lồng hạt tại tôn từ nâng tăng pram và lấy nâng on này vô một vớ hai video trăm video và top riêng cho đang thẩm luật mấy đài ca bông cốt chùm luôn chẳng mà thẩm bắn năng sân năng cứ chia ca sầm khăn bổng phật trong ca kẹn này cần đất ở này hiện gần tìm pal bảy bốn đập đập môi đập pi cứ ở này thở chơi hà kẹn này cần sao tam lùng đập năng bờ sân giờ này ở chơi thế thưa khâu hơi anh ở hiền ở bậc cài đấy thì chẳng bông năng Nippon lùm hạt nó bây giờ này đủ vọt hay chẳng phe bong vinh đi bong giấy những bèo đập nhà nó đặt thiện ở bong phong đấy thì chẳng bong tập đăng lùm hạt đủ vọt
គេអាថងបងកត់ហ្នឹងអញអាចខាបានណាបងជួយបង្កើតវីដេអូថ្មី អូខេនឹង10លំហាត់ជាងហ្នឹងអញអាចយកទៅអង្គុយអនុវត្តលេងបានណាហើយធ្វើឲ្យបងមកផ្ញើទាំងអស់ហើយធ្វើទៅសេមួយមួយឲ្យមានរបៀបសញ្ញាស្មើសញ្ញាស្មើណាអូខេអញ្ចឹងចាំធ្វើរួចផ្ញើឲ្យបងកែឲ្យហើយជួបគ្នានៅវីដេអូក្រោយដែលជាវីដេអូភាគទី12យើងនឹងនិយាយពីការបង្គុតចំនួនអូខេហើយបងបញ្ជាក់ផងដែរថាបើសិនជាអូនឯងធ្វើអត់កើតទេអត់យល់ត្រង់ចំណុចណានៅក្នុងបល័យមួយណាអូនឯងអាចទៅមើលវីដេអូចាស់បានណាហើយនេះអានោះបងលើកបន្តិចព្រោះវាចាស់អញ្ចឹងអូនឯងអាចទៅមើលវីដេអូចាស់បានមើលពីរបៀបកណនីប្រភេទលំហាត់មួយណាអញ្ចឹងព្រោះលំហាត់ហ្នឹងប្រភេទអញ្ចឹងអូនឯងនឹងត្រូវប្រើពេញមួយជីវិតបងអូនឯងអូខេអញ្ចឹងបាយមានបញ្ហាអាចឆាតសួរបងបាន